គិតត្រឹមខែតុលាឆ្នាំ2025សហគ្រាសនៅកម្ពុជាកើនឡើងដល់ជាង 40,000 សហគ្រាសបើគិតដល់ត្រឹមខែតុលាឆ្នាំ2025នេះសហគ្រាសនៅកម្ពុជាកើនឡើងជាង 40,000 ខណៈវិស័យកាត់ដេរកើនឡើងដល់ 1,810 រោងចក្រសហគ្រាសដែលបានផ្ដល់ឱកាសការងារដល់កម្មករនិយោជិកប្រមាណជាង 2 លានកន្លែងនេះបើតាមការគូសបញ្ជាក់ពីលោកស៊ុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកនាំពាក្យដដែលរូបនេះបានគូសបញ្ជាក់ថាកំណើននៃរោងចក្រសហគ្រាសនេះបានបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារនិងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាលោកស៊ុនមេសាបានលើកឡើងថាកំណើននៃរោងចក្រដ៏ច្រើននេះបង្ហាញពីវឌ្ឍនភាពនៃវិស័យកាត់ដេរនៅកម្ពុជានិងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជននិងអ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបន្តអនុគ្រោះដល់រោងចក្រសហគ្រាសថ្មីៗជាបន្តបន្ទាប់ក្នុងនោះក្រសួងការងារបានកាត់បន្ថយនៅសេវារបស់ខ្លួនជិត20សេវាដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិនបន្ថែមពីនេះទៅទៀតអ្នកនាំពាក្យរូបនេះក៏បានមានប្រសាសន៍ថានៅកម្ពុជាមិនត្រឹមតែមានលក្ខណៈការងារល្អប្រសើរនោះទេថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ដែលជាកត្តាគួបផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរលោកស៊ុនមេសាបានបន្ថែមថាយើងឃើញថាលក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរដែលធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រជាជាតិកម្ពុជាបន្ថែមពីនេះទៅទៀតក៏មានការចូលរួមរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជួសរាជរដ្ឋាភិបាលផ្ដល់នូវភាពបត់បែននៅឱកាសនៃការបណ្ដុះបណ្ដាលជូនបងប្អូនប្រជាពលករកម្មករកម្មការិនីគ្រប់ពេលយើងអាចនិយាយបានថាលក្ខខណ្ឌការងារល្អកម្មករមានជំនាញស្ថិរភាពនយោបាយនិងការតាក់ទាញវិនិយោគកាន់តែសម្បូរបែបដែលធ្វើឲ្យមានការវិនិយោគជាបន្តបន្ទាប់អ្នកនាំពាក្យក្រសួងក៏បានជួបបញ្ជាក់ថាគិតត្រឹមខែតុលាឆ្នាំ2025នេះកម្ពុជាទទួលបានគម្រោងវិនិយោគចំនួន579គម្រោងជាមួយនឹងទុនវិនិយោគប្រមាណ 9.2 លានដុល្លារអាមេរិកដែលនឹងផ្ដល់ឱកាសការងារជាង 40,000 កន្លែងបន្ថែមទៀតពីលើឱកាសការងារជាង 8.2 ម៉ឺនកន្លែងដែលកម្ពុជាមានស្រាប់